គឺជាកាមេរ៉ាសុវត្ថិភាពដែលមានភាពពេញនិយមមែនទែនក្នុងពេលបច្ចុប្បន្នដោយសារតែកាមេរ៉ាមួយនេះគឺប្រើថ្មហើយនឹងសោឡាជំនួសឲ្យការប្រើប្រាស់ភ្លើងដែលយើងរត់ខ្សែរញ៉េរញ៉ៃហើយវាប្រើប្រាស់ SIM 4G ជំនួសឲ្យ Wi-Fi ហើយនឹងខ្សែ network ថ្មវិញគឺកាន់ភ្លើងមែនទែនអ្នកនរគ្នាហើយកាមេរ៉ានេះគឺមានភ្នែកពីរភ្នែកលើភ្នែកក្រោមអាក្រោមគឺយើងអាចបង្វិលបានឆ្វេងស្ដាំឡើងលើចុះក្រោមហើយខាងលើគឺជា wide angle សម្រាប់មើលទិដ្ឋភាពបានធំជាងណាហើយនេះគឺជាមុខងារសំខាន់ៗរបស់គេ smart tracking អាចប្រើ 4G អាចបង្វិលឆ្វេងស្ដាំឡើងលើចុះក្រោមដែលលក្ខណៈពិសេសរបស់វានោះគឺ AOV គឺ always on video តែម្ដងបាទអញ្ចឹង model របស់នេះគឺ SPH អញ្ចឹង model នេះគឺគេហៅថាផ្នែក2តែវាក៏មានប្រភេទផ្នែកមួយដូចគ្នាដែរតម្លៃវាខុសគ្នាទៅតាមនឹងអញ្ចឹងណាអ្នកនរគ្នាអូខេអញ្ចឹងហើយសម្រាប់ resolution របស់វាវិញគឺ 2K plus បាទអញ្ចឹងមានន័យថា4 megapixel អញ្ចឹងក្រោម4មេលើក៏4មេដែរអញ្ចឹងគ្រាន់តែក្រោមគឺអាចបង្វិលបានលើគឺ fix មែនថាមើលបានប្លង់2បាទអញ្ចឹងថ្ងៃនេះយើងមកតម្លើងជូនអតិថិជននៅលើ Sky Bar អាគារដែលយើងអាចប្រើជាមួយនឹង Solar នេះគឺសម្រាប់ដោះស្រាយបញ្ហាក្នុងការភ្លើងរត់អីញ៉ៃយើងនេះពណ៌ស្អាតអស់ហើយសម្រាប់កាមេរ៉ាវិញគឺយើងប្រើជាមួយនឹង 4G ដោយសារតែយើងអត់ចាំបាច់គិតច្រើនទាក់ទងនឹងបន្ថែមខ្សែ network ឬក៏ Wi-Fi ទេអញ្ចឹងថ្ងៃនេះគឺជា case មួយដែលយើងតម្លើងជូនអតិថិជននៅខាងអាគារវិញតែម្ដងបាទអញ្ចឹងនៅលើកំពូលអាគារគឺ Sky Bar បាទជាធម្មតាគឺយើងចង់បន្ថែមកាមេរ៉ាអីគឺពិបាកបាទអញ្ចឹងយើងត្រូវថែមខ្សែថែម Wi-Fi ឬអីចឹងអញ្ចឹងយើងណែនាំ model នេះគឺជា Hikvision AOV Solar 4G ចឹងសូមណែនាំបន្ថែមបន្តិចសម្រាប់អតិថិជនដែលត្រូវការកាមេរ៉ាសុវត្ថិភាពដែលមិនត្រូវការរត់ភ្លើងឬក៏ network Wi-Fi អីនិយាយច្រើនគឺអាចជាវកាមេរ៉ាសុវត្ថិភាព model មួយនេះយើងហៅថា Hikvision AOV អញ្ចឹង model របស់វាគឺ SP 8D.D អញ្ចឹងវាមាន model lens 1និង lens 2អញ្ចឹងក្នុងករណីនេះគឺយើងតម្លើង lens 2ជូនអតិថិជនបាទហើយនឹងមាន boot lens ទៀតអញ្ចឹងមាន3សេរីរបស់ Hikvision ដែរទៅចេញថ្មីតែម្ដងគឺកាមេរ៉ា model មួយនេះបាទអញ្ចឹងស្រស់ស្អាតមែនតើអញ្ចឹងឥឡូវយើងធ្វើការតម្លើងជូនអតិថិជនទាំងអស់គ្នាជាការស្រេចបាទអញ្ចឹងការតម្លើងរបស់យើងគឺរួចរាល់ហើយងាយស្រួលតម្លើងងាយស្រួលក្នុងការប្រើប្រាស់បាទហ្នឹងងាយស្រួលតម្លើងងាយស្រួលការប្រើប្រាស់